មានសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះ admin នឹងធ្វើការប្រៀបធៀប LAN drift for WD ថាដូចបងប្អូនទាំងអស់គ្នាបានឃើញនៅខាងមុខទេមិនអញ្ចឹងគឺ admin នឹងធ្វើការប្រៀបធៀបរវាង LAN ដែលមានតម្លៃ$10ជាងជាមួយនឹង LAN មានតម្លៃ$20ជាងអញ្ចឹងបងប្អូនទាំងអស់គ្នាបានឃើញជាក់ស្ដែងអញ្ចឹង$10ជាងនេះគឺទំហំ scale 1/24 ចំណែកឯតម្លៃ$20ជាងនេះគឺមានទំហំ scale 1/16អញ្ចឹងបើយើងនិយាយពីរូបរាងគឺអស់គ្នាសឹងតែពាក់កណ្ដាលដែរបងប្អូនវាស័ក្តិសមទៅនឹងតម្លៃខុសគ្នាតែបើយើងនិយាយពីគុណភាពនៃការប្រើប្រាស់ការលេងគឺខុសគ្នាគួរសមដែរបងប្អូនអញ្ចឹងឥឡូវនេះមានធ្វើការបង្ហាញជូនបងប្អូនទាំងអស់គ្នាជាមួយនឹង WD LAN ទេសដែលមានទំហំ scale 1/24 នេះបងប្អូនវាជា LAN ធម្មតា drift វិលកង់9ដូចបងប្អូនទាំងអស់គ្នាបានឃើញអញ្ចឹងនេះគឺជាប្រព័ន្ធ Encode មិនភ្លេចជំរាបជូនបងប្អូនទាំងអស់គ្នាហើយប្រភេទ LAN នេះគឺជា LAN មកតាក់ឲ្យបងប្អូនបានន័យថា admin លេងហើយបាទអញ្ចឹងដូចបងប្អូនបានឃើញអញ្ចឹងបងប្អូនadmin ចង់បញ្ជាក់ជូនបងប្អូនទាំងអស់គ្នាបន្តិចចំពោះ LAN ដែល admin បានលេងផ្ទាល់អញ្ចឹង admin បានដឹងពីគុណភាពបាន admin យកមក review បង្ហាញជូនបងប្អូនទាំងអស់គ្នាមុននឹងសម្រាប់ចិត្តទិញព្រោះថាតម្លៃ10ខុសត្រូវគ្នា$10អញ្ចឹងបើសិនជាបងប្អូនសម្រាប់ចិត្តបន្ថែមលុយ$10ទៀតយកអានេះគឺវាមានលក្ខណៈពិសេសច្រើនជាងអា$10ជាងនេះអញ្ចឹងណាបងប្អូនឥឡូវមានចំបង្ហាញម្ដងទៀតជាមួយនឹងតម្លៃ$10ជាងនេះបងប្អូនអញ្ចឹងប្រព័ន្ធចកូតរបស់វាគឺធម្មតាបាទប៉ុន្តែប៉ុងរបស់វាគឺវិលទាំងមុខទាំងក្រោយដូចគ្នាបងប្អូនបាទហើយលក្ខណៈពិសេសរបស់វាគឺវាមានភ្លើងបងប្អូនតែដោយសារមានបានដោះភ្លើងវាចេញហើយបងប្អូនមានចង់សំចៃថ្មវាទៅដោះភ្លើងចេញទៅតែមានតែប៉ុណ្្នឹងទេហើយនិយាយពីរូបរាងរបស់វារៀងគ្នាបងប្អូនព្រោះដោយសារវាជា model port ដូចគ្នានេះអាចនិយាយថាពីប្រភេទ model port សេរីរៀងចាស់ទៅអានេះសេរីថ្មីប៉ុន្តែជាប់ពីនេះគឺខុសគ្នាអានេះជាប់ស្វិតជាប់រៀងរឹងណាប៉ុន្តែអានេះទឹកថ្នាំនេះស្អាតជាងមានបូមហ៎បងប្អូនបាទមានបូមតែខាងមុខទេខាងក្រោយមានបូមទេបាទអញ្ចឹងadminចង់និយាយពីលក្ខណៈពិសេសរបស់តម្លៃ$20ជាងនេះវិញបាទអញ្ចឹងខុសត្រូវគ្នា$10ប៉ុន្តែលក្ខណៈពិសេសរបស់វាគឺច្រើនបងប្អូនជំរឿបងប្អូនឃើញចកូតវាបាទអញ្ចឹងតម្លៃ$20ជាងក៏ពិតមែនប៉ុន្តែវាមាន server ចកូតបាទអត់ទិញតិចហើយសម្រាប់ពាក់ព័ន្ធជាមួយនឹង LAN ដែលមានតម្លៃប៉ុណ្ណេះហើយមាន server ចកូតបងប្អូនបាទ server ចកូតកាត់តិចស៊ីតិចកាច់ខ្លាំងស៊ីខ្លាំងហើយជាមួយនឹង gear បាទ gear របស់វាគឺយើងអាចលឿនយឺតបងប្អូនបាទតម្លៃប៉ុណ្ណេះគឺបងប្អូនរៀងពិបាកហៅ LAN ដែលមានសមត្ថភាពបែបនេះហ៎បងប្អូនវាក៏លឿនល្អមាន gear យឺតលឿនហើយសម្រាប់ចកូតគឺកាច់តិចស៊ីតិចកាច់ខ្លាំងស៊ីខ្លាំងបងប្អូនបាទចឹងអាចមានសមត្ថភាពបាទចឹងមានបានជម្រាបជូនបងប្អូនខាងលើអញ្ចឹងគឺ LAN នេះ LAN admin យកមកលេងហើយតាមពិតរូបរាងវាមាន spoiler នៅខាងក្រោយនេះទៀតតែដោយសារ admin អត់សូវស្រឡាញ់ចឹង admin ដោះចេញបាទហើយងាកមកមើលរបស់វាវិញបងប្អូននេះ tele ស្រែមុំចកូតស្រែលបឿនយើងចង់យឺតលឿនអានេះវាต้องបិទបើកបាទបងប្អូនអញ្ចឹងadmin recommend មែនតើសម្រាប់បងប្អូនដែលចង់ទិញយកទៅលេងតម្លៃ$10ជាង$20ជាងបងប្អូនអាចពិចារណាមើលបានខុសត្រូវគ្នាតិចតួចបើតាម admin ខុសត្រូវគ្នាតិចតួច admin ឲ្យប្រើនេះឲ្យបងប្អូនវាមុខងារពិសេសវាមានច្រើនដូច admin បញ្ជាក់ជូនបងប្អូនខាងលើអញ្ចឹង gear server ចកូតបាទអូខេអញ្ចឹងមានតែប៉ុណ្្នេះទេហើយជំរាបជូនបងប្អូនទាំងអស់គ្នាម្ដងទៀត LAN នេះ admin លេងហើយអញ្ចឹងដូចបងប្អូនបានឃើញអញ្ចឹងកង់វាសឹកមួយចំនួនហើយបងប្អូនអញ្ចឹងណាហើយយើងមានច្រើន mode ទៀតបងប្អូនយើងមិនមានតែ2 mode នេះទេប្រភេទតម្លៃ$20ជាងនេះបច្ចុប្បន្នយើងមានតែ1 mode នេះទេប៉ុន្តែប្រហែលថ្ងៃទៀតយើងចូល stock mode ផ្សេងទៀតមាន Ford Mustang មាន Nissan មានច្រើន mode ទៀតថានេះយើងមានតែ Porsche និង Nissan ទេអរគុណ